បងប្អូនពុកមីងយាយតាពុកម៉ែកូនក្មួយទាំងអស់គ្នាថ្ងៃណាមកចែករំលែកខ្លមម្ជូរក្រាក់បងប្អូនគេហៅម្ជូរព្រៃបងប្អូនខ្លះហៅម្ជូរក្រាក់បើខ្ញុំហៅម្ជូរខ្ជិលបងប្អូនយើងមានគ្រឿងមានក្តាន់ក្លឹកក្រូចមានដេងមានខ្ទឹមក្រហមមានម្ទេសគួរគ្រៃអីចឹងណាបងប្អូនហើយខ្ញុំល្ងាស់សាច់ទាឲ្យដាច់ទឹកសិនបងប្អូនឲ្យដាច់ទឹកព្រៃហ្នឹងបងប្អូនកាប់ទឹកព្រៃសាច់ទាហ្នឹងបងប្អូនចេញទឹកច្រើនណាទឹកព្រៃជាតិខ្លាញ់វាខ្ញុំចាក់ចោលម្ដងហើយខ្ញុំល្ងាស់ម្ដងទៀតចឹងណាបងប្អូនហើយខ្ញុំដាក់គ្រឿងចូលមានខ្ទឹមសមានអីចឹងទៅបងប្អូនមើលតាមហ្នឹងទៅបងប្អូនហើយយើងដាក់វាចូលទៅហើយនឹងក្តាន់យើងណាបងផ្លែក្តាន់យើងហ្នឹងខ្លមម្ជូរក្រាក់ឆ្ងាញ់ណាស់បងប្អូនអើយជាតិសាហាវហ្មងណាបងប្អូនគ្រូសាគ្នាងខ្ញុំគាត់ថា the best ហ្មងណាម្ជូរក្រាក់នេះខ្ញុំប៉ុន្តែបងប្អូនខ្លះគាត់ញ៉ាំប្រហុកគាត់ច្រាមប្រហុកអីហ្នឹងគាត់ច្រាមឲ្យដាក់លាយជាមួយគ្រឿងប៉ុន្តែគ្រូសានាងខ្ញុំអរ៉ុបគាត់ពិបាកនឹងញ៉ាំប្រហុកណាស់បងប្អូនអញ្ចឹងហើយខ្ញុំប្រើទឹកតែហើយខ្ញុំដាច់ឲ្យបានដាក់គ្រឿងចូលបងប្អូនណាដាក់គ្រឿងវាចូលហើយយើងឆាវាឲ្យឈ្ងុយទៅហើយនេះខ្ទិះដូងបងប្អូនខ្ទិះដូងខ្ញុំដាក់ពាក់កណ្ដាលទេបងប្អូនអត់ដាក់ច្រើនទេខ្ញុំដាក់តែមកល្មមទៅបងប្អូននៃសាទាហ្នឹងមកខាងអញ្ចឹងណាបងប្អូនមកខាងអញ្ចឹងហើយខ្ញុំដាក់តកូនច្រើននៃសាពួកខ្ញុំជួយចិត្តញ៉ាំបន្លែណានិយាយគ្រូសាណាគេហៅគោតើបងប្អូនគ្រូសាគោអ្នកអស់ស្លេគេថាផ្ទះហ្នឹងជួយចិត្តញ៉ាំបន្លែអញ្ចឹងញ៉ាំស្មៅដូចគោចឹងជួយចិត្តញ៉ាំស្មៅប៉ុន្តែស្មៅអស់នេះសុខភាពល្អមែនតែនហ្មងចានាងខ្ញុំមកទីនេះម្ដាយឈឺម្ដាយទៅពេទ្យអីទៅបងប្អូនឈឺដែរផ្ដាសាយតិចតួចមួយថ្ងៃពីរថ្ងៃជាហើយដោយសារនៅនេះខ្ញុំញ៉ាំបន្លែច្រើនហើយហាត់ប្រាណនិយាយមកនិយាយរឿងស្លយើងវិញយើងដាក់ម្សៅស៊ុបខ្នុរទឹកត្រីលុយពេញខ្យងអីទីទៅបងប្អូនផ្ទះបងប្អូនញ៉ាំឆ្កដាក់ឆ្កចុះផ្ទះនេះខ្ញុំអត់ញ៉ាំឆ្កទេបងប្អូននៃសារផ្ទះនេះខ្ញុំអត់ចូលចិត្តផ្អែមនិយាយទៅស្លអីក៏ដោយគឺខ្ញុំដាក់ឆ្កដែរបងប្អូនហើយយើងល្ងាស់វាឲ្យដាច់ទឹកបងប្អូនអាចសាច់ទានឹងវារៀងផុយអញ្ចឹងណាបងប្អូនតែសារតែទានៅស្រុកអូស្ត្រាលីក៏មិនមែនស្វិតដូចទានៅស្រុកខ្មែរដែរបងប្អូនល្ងាស់តែ20នាទីអីវាផុយឯងបងប្អូនហើយសំឡយើងពុះខ្លាំងហើយយើងទុក20នា